ដើម្បីទទួលបានទិន្នផលខ្ពស់ក្នុងការបាញ់ថ្នាំក្នុងចំការឲ្យបានលឿនទាន់ពេលថែមទាំងជួយកាត់បន្ថយកម្លាំងពលកម្មការចំណាយទឹកថ្នាំទៀតនោះតែយើងគួរប្រើមធ្យោបាយបំណាក្នុងការបាញ់ថ្នាំឲ្យលឿនទាន់ពេលនេះដូចនេះនាងខ្ញុំសូមណែនាំជាមួយនឹងម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិអង្គរ Sprayer ដែលមានចំណុចក្នុងទឹក6លីត្រមួយនេះដែលជាប្រភេទធុង inox ផលិតដោយដៃកូនខ្មែរម៉ាស៊ីនបាញ់ថ្នាំមួយនេះជាប្រភេទម៉ាស៊ីនបាញ់ថ្នាំដែលយើងចាប់ជាមួយនឹងត្រាក់ទ័រហើយត្រាក់ទ័រដែលត្រូវការនោះគឺកម្លាំងចាប់ពី45សេឡើងទៅគឺអាចបំពាក់បានในគ្រប់ប្រភេទស៊េរីត្រាក់ទ័រទាំងអស់ដែលនៅក្នុងស្រុកខ្មែរយើងតើតើជាមួយនឹងក្បាលបូមជាប្រភេទក្បាលបូមប្រើ4ពីស្តុងហើយជាផលិតផលរបស់ខាងប៉ែកអឺរ៉ុបដែលមានសភាពធន់រឹងមាំប្រើប្រាស់បានយូរធន់ជាមួយនឹងទឹកកខ្វក់និងសារធាតុគីមីផ្សេងៗហើយថែមទាំងមានកម្លាំងខ្លាំងទៀតរីឯក្បាលបិចជាប្រភេទសាច់ដែកសេរ៉ាមិចដែលអាចធ្វើការស្រេះក្នុងការបាញ់បុកបាញ់ផ្សែងអាប់ផ្សែងក្រូចទៅតាមតម្រូវការរបស់ឪពុកមីងមួយវិញទៀតម៉ាស៊ីនបាញ់ថ្នាំនេះគឺយើងមានបំពាក់ជាមួយនឹងប្រព័ន្ធកូរទឹកថ្នាំអូតូស្វ័យប្រវត្តិនៅក្នុងធុងទឹកនឹងស្រាប់តែម្ដងអញ្ចឹងមិនចាំបាច់ឲ្យឪពុកមីងលាយខាងក្រៅដើម្បីចាក់បញ្ចូលទេហើយប្រព័ន្ធកូរទឹកថ្នាំនេះគឺវាកូរបានសព្វល្អមែនទែនខុសពីយើងលាយខាងក្រៅឬក៏លាយដោយដៃធម្មតាហើយលក្ខណៈកាន់តែពិសេសរបស់ម៉ាស៊ីនបាញ់ថ្នាំនេះគឺយើងបានដាក់បំពាក់ជាមួយនឹងប្រព័ន្ធ electrostatic ដែលជាប្រព័ន្ធជួយសន្សំចៃទឹកថ្នាំរបស់យើងចំណេញពី30ទៅដល់50%ហើយទឹកថ្នាំរបស់យើងនៅពេលដែលបាញ់ចេញទៅគឺវាសាច់សព្វល្អទាំងដើមទាំងមែកទាំងស្លឹកតែម្ដងហើយទឹកថ្នាំរបស់យើងហ្នឹងគឺមិនងាយមានការស្រក់ធ្លាក់ដូចជាយើងបាញ់ដៃធម្មតានោះទេបើនិយាយពីកម្ពស់នៃការបាញ់ថ្នាំវិញគឺបាន10ទៅ12ម៉ែត្រហើយចម្ងាយ15ទៅ20ម៉ែត្រមួយថ្ងៃអាចបាញ់បានចន្លោះពី20ទៅ25ហិកតាអ្វីដែលសំខាន់បើសិនជាឪពុកមីងចង់ដឹងព័ត៌មានឲ្យកាន់តែច្បាស់ទាក់ទងជាមួយម៉ាស៊ីនបាញ់ថ្នាំមួយនេះអាចទាក់ទងមកខាងក្រុមហ៊ុនខ្ញុំបានតាមលេខទូរស័ព្ទនៅក្នុងចុងវីដេអូនេះអរគុណ